ទៅអ្នកធ្វើពុតឲ្យខ្លាំងខ្លាយជាងនេះបានទេកាលពីយប់មិញអ្នកទៅណាអាហោះយប់មិញខ្ញុំអត់បានទៅណាទេខ្ញុំគ្រាន់តែញ៉ាំសាច់អាំងផឹកស្រាបៀរបន្តិចរួចហើយក៏ទៅផ្ទះលោកយ៉ាងជីនហៃហេអុយលោកលីនគាត់ស្លាប់ដោយចៃដន្យគ្មានពាក់ព័ន្ធនឹងអ្នកនឹងខ្ញុំទេហ្វាងយានតើអ្នកនឹងនៅក្បែរការពារខ្ញុំជានិច្ចទេហ្វាងយានតើអ្នកនឹងនៅក្បែរការពារខ្ញុំជានិច្ចទេដរាបណាអ្នកមិនដេញខ្ញុំទៅខ្ញុំនឹងនៅក្បែរអ្នកជានិច្ចអ្នកមិនក៏អ្នកអត់ពាក់ខោក្នុងផងខ្ញុំភ្លេចក្នុងបន្ទប់ហើយហ្វាងយានខ្ញុំនឹងប្រាប់អ្នកឥឡូវនេះលីនឈីងរយណែណានៅហៅទូរស័ព្ទអាឡូហ្វាងយានថ្ងៃនេះអ្នកទំនេរទេហ្វាងយានថ្ងៃស្អែកអ្នកទំនេរទេហៅកញ្ញាសុងបាននិយាយពីលិខិតមង្គលការរបស់ខ្ញុំអញ្ចឹងខ្ញុំប្រកាសជាមានមនុស្សអាក្រក់នេះក្នុងក្បាលមានតែរឿងបោះបង់កាប់ចុកពីខ្ញុំគ្មានតម្លៃដល់ថ្នាក់នឹងមែនទេថ្ងៃស្អែកជាថ្ងៃកំណត់ខ្ញុំអ្នកនឹងមកចូលរួមទេហៅពិធីខួបកំណើតអញ្ចឹងខ្ញុំអត់មានអ្នករវល់ក៏ដោយតែលោកតាខ្ញុំក៏មកដែររឿងបោះបង់កាប់ចុកពីនេះទុកវាចោលទៅខ្ញុំម្នាក់ឯងក៏មិនដឹងនិយាយមិនដែរកញ្ញាសុងខ្ញុំប្រកាសជីទៅទាន់ពេលទូភ្លៀងខ្យល់ក៏ទៅដែរស៊ូមេងអាហោគាត់រកអ្នកធ្វើអីទៀតគាត់ថាថ្ងៃស្អែកជាថ្ងៃកំណើតគាត់ឲ្យខ្ញុំទៅជាមួយគាត់ថាលោកតាគាត់ចង់និយាយរឿងលិខិតមង្គលការជាមួយខ្ញុំបៃគូដណ្ដឹងល្អតាហឺលោកនាយកលីនអ្នកទើបតែនិយាយថាដឹងថាលីនឈីងរយណែណារឿងនេះត្រូវធ្វើម្ដងមួយរងចាំអ្នកបៃគូដណ្ដឹងជាមួយសុងមេងបានសម្រេចនៅថ្ងៃស្អែកសិនខ្ញុំប្រាប់អ្នកពេលនោះក៏មិនយឺតពេកដែរនេះនិយាយត្រូវទីបំផុតក៏ដឹងថាស្រីស្មោកគ្រប់នេះលាក់ខ្លួនណែណាធ្វើអីអ្នកលេងសើចនឹងខ្ញុំមែនទេលោកស្រីលីននៅចន្លោះចិញ្ចើមអ្នកមានផ្សែងខ្មៅព័ទ្ធជុំវិញនេះជាប្រផ្នូលអាក្រក់បើខ្ញុំមិនទីខុសទេក្នុងប៉ុន្មានថ្ងៃនេះអ្នកនឹងជួបគ្រោះថ្នាក់ពិតមែនឬកុំបំភ័យខ្ញុំអីពិតណាស់ប៉ុន្តែនេះជាយន្តការពីរដែលខ្ញុំបានធ្វើនៅលើភ្នំប៉ុន្មានថ្ងៃនេះយកតាមខ្លួនទៅធានាថាអ្នកនឹងរួចផុតពីគ្រោះថ្នាក់ល្អបងស្រីក្រុមហ៊ុន3បានផ្ញើបញ្ជីតម្លៃសម្ភារៈមកហើយឲ្យខ្ញុំមើលបន្តិចខ្ញុំទុកក្នុងឡានហើយរងចាំបន្តិចខ្ញុំទៅយកបងស្រីឆាប់គេចទៅមិនអីទេខ្ញុំស្មានតែស្លាប់បាត់ទៅហើយកុំនិយាយផ្ដេសផ្ដាសមិនអីទេតាបងស្រីចម្លែកណាស់កញ្ចក់ធំប៉ុណ្ណឹងមិនក៏ស្រាប់តែធ្លាក់ចុះមកហេអ្នកអប់គ្រប់គ្រាន់ហើយកុំឆ្លៀតឱកាសបំពេញបងស្រីមែនទេលោកស្រីលីនជាអ្នកអប់ខ្ញុំតើ